ខ្ញុំឈ្មោះ Bella នៅពេលខ្ញុំមានអាយុ5ឆ្នាំពុកម្ដាយរបស់ខ្ញុំបាននាំខ្ញុំទៅវិស្វការទៅកាន់ភ្នំអើប៉ុន្តែពេលខ្ញុំភ្ញាក់ពីដំណេកសក់របស់ខ្ញុំប្រែពណ៌ទាំងស្រុងភ្នែកកំខាងរបស់ខ្ញុំក៏ប្រែទៅជាពណ៌បៃតងចម្លែកពុកម្ដាយដួលសន្លប់នៅនឹងកន្លែងបានពីគ្រូជាមួយវិជ្ជបណ្ឌិតល្បីទាំងអស់ប៉ុន្តែពួកគេអស់សង្ឃឹមកាន់តែប្លែកដល់ពេលដែលម៉ាក់របស់ខ្ញុំលាបពណ៌សក់ឲ្យខ្ញុំវានឹងប្រែមកវិញវានឹងប្រែជាពណ៌ស្ពេញមួយយប់តបពីក៏នឹងចម្លែកបានកើតឡើងនៅជុំវិញខ្ញុំទៅរាត្រីព្រះច័ន្ទពេញវងនៅពេលខ្ញុំមានអាយុ16ឆ្នាំខ្ញុំបានដើរចេញទៅក្រៅខ្ញុំបានដើរតែម្នាក់ឯងនៅតាមផ្លូវភ័យខ្លាចដោយសារតែខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេតាមដានអារម្មណ៍គឺខ្លាំងមែនទែនខ្ញុំបានញាក់មកភ្លាមប្រមោលខ្មៅដកស្រង់មួយពាក់អាវធំត្រូវបានឃើញកំពុងសម្លឹងមើលខ្ញុំដោយចេតនាសក់របស់ខ្ញុំឈរនៅខាងចុងចាប់ផ្ដើមរត់ដូចឈួតតែអ្វីដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមនោះគឺថាវត្ថុនោះពិតជាអាចហោះបានអារម្មណ៍នៃការគៀបសង្កត់យ៉ាងខ្លាំងនោះស្ទើរតែបញ្ឈប់បេះដូងរបស់ខ្ញុំពីការលោតសឹកចម្លែកបានអន់ចុះវាស្រូបដង្ហើមរបស់ខ្ញុំដោយតក់ក្រហល់បន្ទាប់មកវាលាក្រញ៉ាំរបស់វាអញ្ចឹងសំឡេងក្រហមយ៉ាងខ្លាំងបានបំភ័យខ្ញុំដោយបន្ទាប់មកមាននរណាម្នាក់ចាប់ស្មាខ្ញុំយ៉ាងខ្លាំង Bella តើមានអ្វីកើតឡើងជាមួយអ្នកខ្ញុំបើកភ្នែកទាំងភ័យខ្លាចនោះជាមិត្តកុមារភាពរបស់ខ្ញុំយ៉ាកុបខ្ញុំបានមើលជុំវិញសត្វចម្លែកបានបាត់ខ្លួនដោយគ្មានដានបន្ទាប់មកខ្ញុំបាត់បង់ស្មារតីឪពុកខ្ញុំមានអំណាចដ៏អស្ចារ្យគាត់គឺជាបេក្ខជនប្រធានាធិបតីអាមេរិកចាប់តាំងពីពេលនោះមកបន្ទាប់មកគាត់បានជួលក្រុមអង្គរៈកម្ពុជាមួយក្រុមឲ្យខ្ញុំពិសេសអង្គរៈរបស់ខ្ញុំ Edward លក្ខណៈពិសេសរបស់គាត់ត្រូវបានកំណត់យ៉ាងមុតស្រួចដូចជាមុខកាំបិតសិស្សពណ៌ខៀវដ៏មុតស្រួចទាំងនោះវាមានអារម្មណ៍ថាវាកំពុងចាក់ទម្លុះប្រលឹងខ្ញុំបរិសម្នាក់នេះអមនុស្សធម៌ប្រវត្តិរូបសង្ខេបបញ្ជាក់វេលាប្រតិកម្មរបស់គាត់គឺគួរឲ្យភ្ញាក់ផ្អើល 0.01 មីលីវិនាទីអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតគឺគាត់ស្ទើរតែមិនបានដេកគាត់មិនសូម្បីតែញ៉ាំមនុស្សយន្តដែរគាត់បានមកសាលារៀនជាមួយខ្ញុំនៅថ្ងៃដំបូងគាត់បានចាប់ចិត្តក្មេងស្រីទាំងអស់នៅក្នុងសាលាសូម្បីតែគ្រូបង្រៀនក៏មិនមានករណីលើកលែងដែររៀនដ៏ល្អមួយបានប្រែក្លាយទៅជាការប្រកួតបាល់បោះខ្ញុំត្រូវបានភ្ញាក់ពីដំណេកដោយពុកសែងយ៉ាងក្រាស់ខណៈពេលដែលខ្ញុំកំពុងដេកនៅពេលយប់ខ្ញុំរត់ចេញទាំងភ័យខ្លាចវិឡាទាំងមូលត្រូវបានគេរកឃើញថាត្រូវភ្លើងឆាបឆេះខ្ញុំបានស្រែករកជំនួយប៉ុន្តែមិនមាននរណាម្នាក់ទាល់តែសោះផ្លូវតែមួយគត់របស់ខ្ញុំដើម្បីរស់គឺលោតចេញពីបង្អួចដូចដែលខ្ញុំហៀបនឹងលោតតែខ្លាំងមួយចាប់ខ្ញុំភ្លើងបានឆាបឆេះគ្រប់ទីកន្លែងស្ងប់ស្ងាត់នេះគ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះ Edward បានចាប់ខ្ញុំយ៉ាងតឹងចង្វាក់បេះដូងរបស់ខ្ញុំបានវិលមកធម្មតាវិញជាបណ្ដាខ្សែរបស់អ្នកឯងនិយាយថាអ្នកជាអ្នកដេកលក់ទេខ្ញុំដើរដេកលក់កាលនៅក្មេងវាមានរយៈពេលជាយូរមកហើយចាប់តាំងពីការកើតឡើងម្ដងទៀតត្រូវហើយខ្ញុំចាំថាទ្វារបន្ទប់គេងរបស់ខ្ញុំត្រូវបានចាក់សោពីខាងក្នុងខ្ញុំបានទាត់គាត់ចេញបើសិនបើអ្នកមិនអាចសំបីតែធ្វើវាធ្វើជាអង្គរៈរបស់អ្នកគាត់ចាប់ស្គាល់ខ្ញុំធ្នមសម្លឹងមើលយ៉ាងជ្រៅទៅក្នុងភ្នែករបស់ខ្ញុំលេចមើលមុខដ៏ស្រស់ស្អាតមិនពិតខ្ញុំមិនអាចជួយបានទេប៉ុន្តែបានខិតទៅចិត្តតែគាត់បានដួលខ្ញុំចេញអ្នកគួរតែសម្រាកគាត់បានចាក់ចេញបន្ទាប់ពីនិយាយលាដូចជាខ្ញុំហៀបនឹងបិទទ្វារខ្ញុំបានកត់សម្គាល់ចំណុចទាញទ្វារដែលត្រូវបានបត់នឹងខូចត្រង់ទ្រីទាំងស្រុងនេះគឺហួសពីសមត្ថភាពរបស់មនុស្សខ្ញុំបានសម្រេចចិត្តសួរគាត់នៅថ្ងៃស្អែកប៉ុន្តែនៅពេលដែលខ្ញុំភ្ញាក់ឡើងតែពួកគេបានរកឃើញថាឧបករណ៍គូសទ្វារត្រូវបានយកមកសភាពដើមវិញហើយខ្ញុំឃើញវាខុសទេខ្ញុំចង់សួរគាត់ប៉ុន្តែខ្ញុំមិនដឹងពីរបៀបចាប់ផ្ដើមទេប៉ុន្តែពេលខ្លះខ្ញុំឃើញគាត់លួចមើលខ្ញុំបានរៀបចំពិធីជប់លៀងនៅពេលល្ងាចពេលខ្ញុំចេញពីបន្ទប់ Edward មើលមកខ្ញុំដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅនេះធ្វើឲ្យខ្ញុំភ័យខ្លាំងរហូតម្រាមជើងរបស់ខ្ញុំចាប់នឹងដីយ៉ាងតឹងយប់នេះខ្ញុំមើលទៅល្អទេមិនអីទេអ្នកមិនដែលនិយាយនៅពេលធ្វើការយប់នេះឯងច្រឡំខ្លាំងណាស់ទៅឪពុករបស់អ្នកនៅតែរងចាំអ្នកខ្ញុំបានឃើញកិច្ចព្រមព្រៀងពេលខ្ញុំដើរចុះតាមជណ្ដើរមានពាក់អាវយឺតតុកតាក្មេងវាស៊ីគ្នានឹងនិស័យរបស់អ្នកយ៉ាងល្អឥតខ្ចោះតើមិត្តស្រីរបស់អ្នកផ្ដល់ឲ្យអ្នកទេខ្ញុំបានជួយសង្គ្រោះក្មេងស្រីតូចម្នាក់ខណៈដែលបានឆ្លើយតបនឹងការហៅទូរស័ព្ទនៅថ្ងៃនេះនេះគឺជាអំណោយពីម្ដាយរបស់នាងនិយាយរួចគាត់ក៏យកដៃមកគៀបចង្កេះខ្ញុំនិយាយអញ្ចឹងអង្គរៈថ្មីរបស់អ្នកយ៉ាងម៉េចដែរគាត់មានជំនាញវិជ្ជាជីវៈណាស់ខ្ញុំបានដើរម្ដងទៀតកាលពីយប់មិញគាត់ស្ទើរតែលោតពីលើអាគារគាត់បានសង្គ្រោះខ្ញុំខ្ញុំគិតចង់ដេកក្នុងបន្ទប់គាត់កាលពីម្សិលមិញមិនក៏មិនចូលចិត្តគាត់ខ្ញុំបានស៊ើបអង្កេតគាត់ថ្មីនេះមិនមានមនុស្សដូចគាត់នៅក្នុងចម្លើយរបស់ប៉ូលីសទេនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់ប្រហែលជាគាត់ជាជនអន្តោប្រវេសន៍ខុសច្បាប់អ្នកគ្រាន់តែច្រណែនគាត់មែនទេមិនសមហេតុអ្វីបានជាខ្ញុំច្រណែនគាត់ព្រោះគាត់សង្ហាជាងអ្នកឥឡូវនេះគាត់ជាអង្គរៈអតីតមិត្តស្រីរបស់អ្នកម្ដងទៀតប្រហែលជាយើងអាចត្រឡប់ជាមួយគ្នាវិញហើយបន្ទាប់ពីគាត់និយាយចប់គាត់ក៏អប់ខ្ញុំភ្លាមនោះគាត់ក៏ជប់ខណៈពេលដែលគាត់ហៀបនឹងថាប់ខ្ញុំយុទ្ធសាស្ត្រខ្លែងធ្វើប្រងើយកន្តើយនេះដើម្បីតាក់ទាញសត្រូវឲ្យធ្លាក់ក្នុងអន្ទាក់មានពេលមួយអាខូចបានផ្ញើផ្លែប៉េះមួយប្រអប់មកខ្ញុំ Edward បានបោះវាទៅក្នុងធុងសម្រាមតើអ្នកឈួតទេដឹងអត់ថា Bella មានអាឡែស៊ីជាមួយផ្លែប៉េះអ្នកគឺជាមិត្តដ៏គួរឲ្យភ័យខ្លាចទោះយ៉ាងណាក៏ដោយខ្ញុំមិនបានញ៉ាំអ្វីទេប្រសិនបើវាមិនមែនសម្រាប់ជាប្រយោជន៍របស់អ្នកខ្ញុំនឹងវាគាត់យូរមកហើយតើអ្នកកំពុងធ្វើឲ្យខ្ញុំខឹងទេហេតុអ្វីបានជាអ្នកធ្វើការយ៉ាងនេះខ្ញុំជាប៉ូលីសពិសេសចុះយើងហាត់យ៉ាងម៉េចដែរប្រសិនបើ Bella យកព្រមខ្ញុំគ្មានការជំទាស់ទេខ្ញុំមិនដឹងថាហេតុអ្វីទេខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ប្រហែលជាវាឥតប្រយោជន៍នៅពេលលេងអ្វីដែលខ្ញុំមិនបានរំពឹងទុកគឺយ៉ាកុបបានចាញ់ដោយកណ្ដាប់ដៃតែមួយបើអ្នកមិនមានសមត្ថភាពគុំធ្វើពុតជាអ្នកមិនបានខ្ញុំគ្រាន់តែមិនបានសម្រាប់គ្រប់គ្រាន់យកជ្រៅមួយពេលខ្ញុំក្រោកទៅនំខ្ញុំឃើញ Edward ដើរចេញខ្ញុំបានដើរតាមពីក្រោយគាត់ដោយសម្ងាត់គាត់ពិតជាបានលើកដុំថ្មដ៏ធំដែលមានទម្ងន់ 1000 ផោនដោយគ្រាន់តែដៃខាងប៉ុណ្ណោះបន្ទាប់មកខ្ញុំចាប់ផ្ដើមរត់ជុំវិញផ្លូវដូច flash ដែរខ្ញុំសម្លឹងមើលគាត់ដោយភាពមិនជឿទស្សនៈពិភពលោករបស់ខ្ញុំត្រូវបានបង្វែរទាំងស្រុងទីបំផុតគាត់ពិតជាបានគេខ្លួនបាត់ទៅហើយបេះដូងរបស់ខ្ញុំលោតញាប់ជប់នេះមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំត្រូវដោះស្រាយរឿងនេះប៉ុន្តែបុរសម្នាក់នេះពិតជាធ្វើពុតជាទៅភ្ញាក់ពីដំណេកពួកគេថែមទាំងនិយាយថាខ្ញុំកំពុងដេកម្ដងទៀតកុំផ្លាស់ប្ដូរប្រធានបទបុរសនោះគឺជាអ្នកតើអ្នកជា Superman មែនទេខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេកុំព្យាយាមបោកខ្ញុំអ្នកមានមហាអំណាចមែនទេនិយាយពីប្រទេសមហាអំណាចខ្ញុំពិតជាមានមួយនោះគឺជាការអានចិត្ត
ស្រាប់តែ Edward ចាប់ខ្ញុំជាប់នឹងជញ្ជាំងតើអ្នកកំពុងធ្វើអ្វីចង់ថាបរិសង្ហាដូចខ្ញុំទេពិតជាគួរឲ្យរំភើបចិត្តមែនអ្នកកំពុងនិយាយមិនសមហេតុសមផលបន្ទាប់មកចូលគេងយ៉ាងលឿនទោះបីជា Edward មិនបានសារភាពក៏ដោយប៉ុន្តែខ្ញុំប្រកាសណាស់ថាខ្ញុំមិនបានអានវាខុសទេខ្ញុំនឹងចាប់គាត់នៅពេលក្រោយចុងសប្តាហ៍នេះខ្ញុំនឹងទៅសាលារមឪពុករបស់អ្នកនៅពេលដ៏សំខាន់នៅក្នុងការបោះឆ្នោតគាត់មិនចង់ឲ្យអ្នកនៅក្នុងភ្នែកសាធារណៈខ្ញុំមិនខ្វល់ទេអ្វីដែលអ្នកត្រូវធ្វើគឺការពារខ្ញុំមានភាពសប្បាយរីករាយជាខ្លាំងនៅយប់នោះរំពេចនោះកិច្ចព្រមព្រៀងបានបញ្ចប់ខ្ញុំតើអ្នកកំពុងធ្វើអ្វីខ្ញុំចង់និយាយជាមួយអ្នកអំពី Edward របៀបនៅតែតូចចិត្តដែលត្រូវគេវាចេញលើកមុនខ្ញុំពិតជាមានរឿងសំខាន់ចង់ប្រាប់អ្នកខ្ញុំបានឮថាយើងបានបែកគ្នាកាលពី4ឆ្នាំមុនប្រសិនបើអ្នកចង់ដេញតាមខ្ញុំកុំធ្វើលេសបែបនេះគាត់ចាប់ដៃខ្ញុំភ្លាមគាត់ចាប់ផ្ដើមបឺតបូមាត់ខ្ញុំយ៉ាងអស់សង្ឃឹមខ្ញុំស្ទើរតែថប់ដង្ហើមខ្ញុំនឹងដេញតាមអ្នកអញ្ចឹង Edward បានរុញគាត់ចេញដោយហិង្សាវាជាអ្នកម្ដងទៀតកូនវាច្បាស់ណាស់ថាអ្នកកំពុងបង្ខំ Bella មុនពេលខ្ញុំបាត់បង់កំហឹងរងចាំគាត់មិនបាននាងគឺជាអតីតមិត្តស្រីរបស់ខ្ញុំនឹងមិនធ្វើឲ្យគាត់ឈឺចាប់ទេខ្ញុំមិនទុកចិត្តអ្នកទេខ្ញុំមានអារម្មណ៍ដូចគ្នាក្រោយពីនិយាយចប់ពួកគេក៏ចាប់ផ្ដើមវាយគ្នាម្ដងទៀតដូចដែលខ្ញុំកំពុងរៀបចំពួកគេតែស្លេកមួយគ្រប់មាត់ខ្ញុំគាត់មើលទៅដូចបុរសនោះខ្លាំងណាស់នៅក្នុងសម្លៀកបំពាក់នោះជាសុបិនអាក្រក់ដែលខ្ញុំមិនអាចបំភ្លេចបានប៉ុន្តែគ្មានអ្នកណានៅជុំវិញខ្ញុំចាប់អារម្មណ៍ខ្ញុំតតែសោះការភ័យស្លន់ស្លោដ៏ធំមួយបានលើកត្របាក់ខ្ញុំភ្លាមពេលខ្ញុំអស់សង្ឃឹមបុរសម្នាក់បានបង្ហាញខ្លួនគាត់បានហែកមេឃពេលយប់ដូចជាភ្លេចបន្ទោពួកគេចាប់ផ្ដើមប្រយុទ្ធភ្លាម Edward ខ្ញុំមិនអីទេអ្នកសុខសប្បាយទេខ្ញុំខ្លាចណាស់អ្នកណាសុំទោសខ្ញុំបានបរាជ័យក្នុងកាតព្វកិច្ចរបស់ខ្ញុំរងចាំរហូតដល់អ្នកហូរឈាមពេលនោះហើយដែលខ្ញុំសង្កេតឃើញថាកំពួនជើងរបស់ខ្ញុំត្រូវបានគេកកការដកដង្ហើមរបស់ Edward បានប្រែជាលឿនមុខរបស់គាត់ខូចដោយកំហឹងតើមានអ្វីខុសជាមួយអ្នកគ្មានអ្វីធ្ងន់ធ្ងរទេខ្ញុំខ្លាចឈាមបន្តិចចូលយើងចាក់ចេញពីទីនេះជាមុនសិនអ្នកពីបំណែកនៃសម្រាមមន្ត្រី SWAT អង្គរៈទំនើប Class គេឲ្យកូនស្រីខ្ញុំចាប់ចម្រិតក្រោមច្រមុះមែនលោកសុំទោសកិច្ចព្រមព្រៀងលែងរំខានខ្ញុំទៀតហើយវាជាកំហុសរបស់ខ្ញុំសូមបាញ់គាត់ជាបន្ទាន់បុរសនេះគួរឲ្យសង្ស័យណាស់ក្រៅពីប្រវត្តិរូបសង្ខេបរបស់គាត់ជីវិតរបស់គាត់មុនពេលនោះគឺទេស្អាតវាដូចជាវាលេចចេញពីកន្លែងណាមិនគួរឲ្យជឿផងដែរស្នាមសាក់នៅលើកដៃរបស់គាត់ពាក់ព័ន្ធនឹងក្រុមអក្រិតជនលើកដៃរបស់អ្នក Edward បានរមៀលដៃអោរបស់គាត់ប៉ុន្តែមិនមានអ្វីសោះនេះគឺមិនអាចទៅរួចទេខ្ញុំបានឃើញយ៉ាងច្បាស់ខ្ញុំមិនដឹងថាអ្នកកំពុងធ្វើអ្វីទេសូមនៅឲ្យឆ្ងាយពីកូនស្រីរបស់ខ្ញុំចាប់ពីពេលនេះទៅទុកឲ្យអង្គរៈដោះស្រាយសន្តិសុខបើអ្នករំខាននាងម្ដងទៀតខ្ញុំនឹងបណ្ដេញអ្នកយ៉ាកុបមើលមកខ្ញុំបន្ទាប់មកគាត់បានចាក់ចេញដោយមិនស្ម័គ្រចិត្តយប់នោះខ្ញុំគេងមិនលក់ដូច្នេះខ្ញុំទៅលើដំបូល Edward ក៏ធ្វើតាមដែរខ្ញុំសុំទោសដែលខ្ញុំធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅថ្ងៃនេះយ៉ាកុបនិយាយត្រូវអំពីរឿងមួយអ្នកគឺជាអាតកំបាំងគាត់បានលាក់អត្តសញ្ញាណរបស់គាត់តើអ្នកជានរណាតើអ្នកគិតយ៉ាងណាដែរអ្នកគឺជាបិសាចមែនទេ Edward សម្លឹងមើលខ្ញុំដោយចេតនាស្រាប់តែគាត់សាយកុំបដិសេធអ្នកបានបំបីចំណុចទាញទ្វារដៃរបស់ខ្ញុំយ៉ាងងាយស្រួលគ្រាន់តែដូចជាការគ្នារៀង Play-Doh គាត់អាចលើកថ្មដ៏ធំដែលមានទម្ងន់រាប់ពាន់ផោនដោយដៃខាងដំណើរការលឿនជាង Flash ខ្ញុំបានមើលរឿង Twilight តើចិញ្ចៀននៅលើដៃរបស់អ្នកធ្វើពីអាមេទីសមែនទេវាអាចការពារបិសាចជញ្ជក់ឈាមពីព្រះអាទិត្យដែលឆេះហើយនៅពេលដែលអ្នកឃើញខ្ញុំហូរឈាមមុខរបស់គាត់ពោពេញទៅដោយការស្រែកទឹកដោយការប្រកួតប្រជែងប៉ុន្តែ Edward នៅតែមិនបញ្ចេញមិត្តអ្នកខុសហើយភ្លាមនោះខ្ញុំមានអារម្មណ៍ថាមានការខឹងសម្បាគាត់ដើរត្រង់ទៅគែមដំបូលតើអ្នកកំពុងធ្វើអ្វីអ្នកអាចហោះហើរបានមែនទេប្រសិនបើអ្នកមិនទទួលស្គាល់ថាអ្នកគឺជាបិសាចខ្ញុំនឹង